កម្ពុជាបង្ហាញការព្រួយបារម្ភជំវិញការដែលថៃបដូរជំហរមិនព្រមប្រគល់ទាហានខ្មែរ18នាក់ឲ្យកម្ពុជាវិញតាមកិច្ចព្រមព្រៀងរួមទាំងការប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងនេះដោយថៃភ្ជាប់បញ្ហាទាហានខ្លួន2នាក់ជន់មីននៅតំបន់ភ្នំទ្រាប់យោងតាមសេចក្តីប្រកាសចុះថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសកម្ពុជាបានបដិសេធទៅនឹងការចាប់ប្រកាន់របស់ថៃដែលថៃថាទាហានខ្លួន2នាក់រងរបួសនោះគឺដោយសារជន់មីនដែលកម្ពុជាទើបនឹងដាក់ថ្មីនៅតំបន់ភ្នំទ្រាប់ការចាប់ប្រកាន់ពីភាគីថៃនេះកម្ពុជាអះអាងថាមីនដែលទាហានថៃជន់បង្កឲ្យមានការរងរបួស2នាក់ថ្មីនោះជាមីនបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈពេល30ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ1970និងឆ្នាំ1980មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេលើពីនេះកម្ពុជាអះអាងពីការព្រួយបារម្ភខ្លាំងដែលប្រទេសថៃបានផ្អាកការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនធ្វើជាសាក្សីនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាថ្ងៃទី26ខែតុលាឆ្នាំ2025ក្រៅពីការច្រានចោលការចាប់ប្រកាន់ពីភាគីថៃកម្ពុជាក៏បានគូសបញ្ជាក់ថាខ្លួនបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សកម្ពុជាមិនដែលប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយយ៉ាងណាក្តីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូវ៉ារីអះអាងប្រាប់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃច័ន្ទថាការផ្ទុះមីននៅចំណុចហួយតាម៉ារីស្រុកកាន់ថារ៉ាឡាក់នៃខេត្តស៊ីសាកេតធ្វើឲ្យទាហានថៃរងរបួសបន្ថែមទៀតនេះគឺបណ្ដាលមកពីគ្រាប់មីនដែលទើបនឹងដាក់ថ្មីដោយភាគីកម្ពុជាដែលជាអ្នកបំពានយ៉ាងច្បាស់លើសេចក្តីប្រកាសសន្តិភាពរួមនិងជាសញ្ញានៃអារីភាពជាថ្មីជាមួយគ្នានេះដែរបន្ទាប់ពីចំណាយពេល3ម៉ោងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ NSC នាយករដ្ឋមន្ត្រីថៃថ្មីលោកអនុทิน ឆានវីរគុណនៅថ្ងៃទី11ខែវិច្ឆិកានេះបានប្រកាសលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ NSC ថាថៃបានសម្រេចចិត្តផ្អាកអនុវត្តសេចក្តីប្រកាសសន្តិភាពកម្ពុជាថៃនេះបើយោងតាមសារព័ត៌មានខោសុថៃយ៉ាងណា VOD មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសលោកជុំសន្តិរីនិងអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាបានទេគិតត្រឹមម៉ោងផ្សាយនេះដើម្បីចង់ដឹងថាបើថៃមិនទទួលយកការបំភ្លឺរបស់កម្ពុជាខាងភាគីកម្ពុជានឹងធ្វើអ្វីទៀតដើម្បីជំរុញឲ្យថៃគោរពកិច្ចព្រមព្រៀងនិងបញ្ឈប់ពង្រីកការឈ្លានពានកម្ពុជាគណៈអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកជាធិរិទ្ធបញ្ជាក់សំណួរនេះពាក់ព័ន្ធនឹងតួនាទីខាងអ្នកនាំពាក្យរដ្ឋាភិបាលរឿងនេះវាតើតើរដ្ឋាភិបាលគេធ្វើអញ្ចឹងសូមបងសួរតើតើរដ្ឋាភិបាលឲ្យដំប៉ែនមុនណាឬក៏ខាងក្រសួងការពារជាតិអីបងបាទសម្រាប់តំណាងរាជគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអាននិយាយថាចាប់ពីថ្ងៃផ្ទុះអាវុធមកថៃមិនដែលគោរពបទច្បាញ់ឬកិច្ចព្រមព្រៀងនេះទេលោកថាតែផ្ទុយទៅវិញថៃបានពង្រីកការឈ្លានពានកម្ពុជាជាបន្តបន្ទាប់ដូចជានៅតំបន់អូភ្លុកដំរីនៅខេត្តពោធិ៍សាត់ប្រាសាទខ្នាប្រាសាទតាក្របីផ្នែកខ្លះនៃប្រាសាទតាមាន់ធំភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយថាពេលនេះថៃកំពុងរកលេសវាយគ្រប់គ្រងប្រាសាទតាក្របីខណៈរដ្ឋាភិបាលកម្ពុជាអោបបទច្បាប់និងកិច្ចព្រមព្រៀងសន្តិភាពមិនប្រើសិទ្ធិការពារទឹកដីនោះយ៉ាងណាលោករំលឹកឲ្យមេដឹកនាំកម្ពុជាប្រញាប់ពន្លឿនដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាឈ្លានពានរបស់ថៃដោយសំអាងថាថៃនៅតែចិញ្ចឹមចិត្តដណ្ដើមយកប្រាសាទនៅតំបន់ទាំងនេះថៃយកលេសទាហានគេជន់មានអញ្ចឹងទៅដើម្បីមកឈ្លានពានទឹកដីខ្មែរយើងឥឡូវនេះគឺចង់ឈ្លានពាននៅចំណុចដទៃទៀតដូចជាប្រាសាទតាកបីប្រាសាទខ្នាតំបន់អូភ្លុកដំរីដូច្នេះថៃនៅតែមានលេសផ្សេងដើម្បីឈ្លានពានទឹកដីខ្មែរយើងមិនជប់នោះទេបើសិនកម្ពុជាមិនប្រើផ្លូវច្បាប់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ត្រូវជំរុញទៅសហរដ្ឋអាមេរិកគឺលោកប្រធានាធិបតី Donald Trump ឲ្យដាក់សម្ពាធមកខាងថៃហើយគ្រប់សេចក្តីថ្លែងការណ៍រួមនៅម៉ាឡេស៊ីជាបន្តហើយនឹងត្រូវនិយាយជាមួយប្រធានអាស៊ានដើម្បីដាក់សម្ពាធទៅលើថៃហើយនឹងបញ្ញាប្តឹងបញ្ហាព្រំដែនជាមួយថៃនឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយមួយទៀតគឺត្រូវត្រៀមកងកម្លាំងបដាអាវុធរបស់ខ្លួននឹងត្រូវចល័តតបនឹង
សភាវុធហ្នឹងទៅព្រំដែនឡើងវិញដើម្បីត្រៀមការពារពីការឈ្លានពានពីសំណាក់ប្រទេសថៃណា លោកអ៊ុំសំអានសង្កត់ធ្ងន់ថាកម្ពុជាមិនត្រូវបោះបង់ផ្នែកការទូតឡើយហើយកម្ពុជាចាំបាច់ណាស់ត្រូវតែបញ្ជូនកងកម្លាំងទៅឈរជើងទប់ស្កាត់នៅរាល់ការរំលោភបំពានឡើងវិញដោយការប្រើសិទ្ធិការពារខ្លួនកុំឲ្យថៃនៅតែបន្តបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយយកលេសដោះមីននិងចោទថាកម្ពុជាជាអ្នកលួចដាក់មីនជុំវិញបញ្ហានេះអ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យលោកវ៉ាន់ចាន់ឡូតហៅការដែលថៃប្រកាសកាត់ទោសកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរនេះបញ្ជាក់ច្បាស់ថាថៃមិនចង់ឲ្យមានភាគីទី3ចូលរួមដោះស្រាយបញ្ហាព្រំដែននេះដែលនាំឲ្យអន្តរាយដល់ផែនការឈ្លានពានលោកគូបញ្ជាក់ថាបើទោះបីថៃមានមហិច្ឆតាបែបនេះក្តីប៉ុន្តែការបើកប្រតិបត្តិការទ្រង់ទ្រាយធំទាំងបំពេញទំនងមិនអាចកើតមានឡើយពីព្រោះភាគីថៃមិនមែនមហាអំណាចសភាវុធមិនអាចប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់អន្តរជាតិជាពិសេសអាមេរិកលោកលើកឡើងក្នុងសម្ដីដើមថាការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររបស់ភាគីថៃស្ដែងឲ្យឃើញការមិនអាចទាញបានផលចំណេញពីកិច្ចព្រមព្រៀងមួយនេះដោយភាគីថៃស្អប់បំផុតភាគីទី3ចូលខ្លួនមកចាត់ចែងកិច្ចការនាំឲ្យអន្តរាយដល់ផែនការឈ្លានពានរបស់ខ្លួនលើកពីនេះលោកថាការប្រកាសផ្អាកអនុវត្តជាឯកតោភាគីក៏ប៉ុន្តែភាគីថៃនៅតែទាមទារឲ្យកម្ពុជាអនុវត្តលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសន្តិភាពតែឯងដដែលជាថ្នូរនឹងអ្វីដែលថៃសម្ដៅថាចង់ឃើញភាពស្មោះត្រង់របស់កម្ពុជាជាមុនថ្មីត្បិតតែថៃក្លាហានព្យួរកិច្ចព្រមព្រៀងប៉ុន្តែការបើកប្រតិបត្តិការទ្រង់ទ្រាយធំទាំងបំពេញនិងគ្មានលេសដ៏សមទំនងមិនអាចកើតមានឡើយព្រោះភាគីថៃមិនមែនមហាអំណាចសភាវុធមិនអាចប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់អន្តរជាតិជាពិសេសគឺអាមេរិកត្រង់ចំណុចនេះលោកចាន់ឡូតសង្កត់ធ្ងន់ថាត្រូវចាំថាអាមេរិកត្រូវរក្សាឧត្តមភាពនិងការផ្ដល់ភាពជឿជាក់របស់ខ្លួនដោយមិនអាចឈរមើលកិច្ចប្រឹងប្រែងរបស់ខ្លួនត្រូវបំផ្លាញឡើយតាក់ទិចនេះថៃអាចធានាកេងផលចំណេញបានខ្លះៗតាមរយៈការចល័តកងទ័ពនិងពង្រឹងកងកម្លាំងរបស់ខ្លួនដោយប្រើលេសដោះមីនរួចបន្តឈរជើងនៅក្នុងតំបន់ទាំងនោះតែម្ដងដោយភាគីថៃបានធ្វើកន្លងមកនៅផ្នែកខ្លះនៃភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់ផ្សេងៗមួយចំនួនទៀតដែលកម្ពុជាចាំបាច់ត្រូវប្រុងប្រយ័ត្នសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជានិងថៃត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ក្រោមយន្តការអាស៊ាននិងមហាអំណាចសហរដ្ឋអាមេរិកដែលក្នុងនោះមានការចុះហត្ថលេខាពីនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃនិងប្រធានអាស៊ានបដូវវេនលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងប្រធានាធិបតីត្រាំជាសាក្សីលើការពង្រឹងបទចបាញ់នេះផងដែរនិងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំងនិងជប៉ុនផងដែរជាការកត់សម្គាល់ក្រោយបទចបាញ់ចូលជាធរមានភាគីថៃមិនបានគោរពបទចបាញ់ទេថៃបានចល័តទ័ពចូលមករាយបន្លាលាស់យកដីខ្មែរជាបន្តបន្ទាប់ដូចជានៅប្រាសាទតាមុនធំស្ថិតនៅក្នុងខេត្តឧត្តរមានជ័យតំបន់អានសេះនៅក្នុងខេត្តព្រះវិហារភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងគម្រាមច្បាមយក17ទីតាំងទៀតនៅខេត្តពោធិ៍សាត់និងខេត្តកោះកុងតាមផែនទីដែលថៃបានគូរដោយឯកតោភាគីដែលមេដឹកនាំកម្ពុជាលោកហ៊ុនសែនហៅថាជាផែនទីចោលនាងខ្ញុំកៅមរកត VOD